ជាតិលេខ7ថ្ងៃ7កក្កដាផ្លូវទៅស្ថាបនាស្កុនកំពង់ចាមផ្លូវផ្ដល់សេដ្ឋកិច្ចដឹកផលដំណាំផ្លូវភ្លោះឆ្វេងស្ដាំមួយទៅមួយមកផ្លូវសងរួចរាល់យើងស្គាល់គ្រប់គ្នាផ្លូវនេះคล้ายជាស្នាដៃមរតកផ្លូវម៉ូតូឡានរទេញរមកផ្លូវលែងស្ទះកងដូចមុនទៀតអីថ្ងៃនេះសំដាច់បើកជាផ្លូវការថ្ងៃនេះសម្ដេចមហាបវរធិបតីបើកឲ្យប្រើប្រាស់ឲ្យប្រើផ្លូវថ្មីអង្គជនប្រុសស្រីបានជាប្រយោជន៍ខេត្តកំពង់ចាមផ្លូវមានច្រើនខ្សែស្ពានឆ្លងទន្លេវែងខ្លីធំតូចផ្លូវជាតិលេខ7ទើបសាងសង់រួចគំនិតផ្ដើមផ្ដួចសម្ដេចនាយករដ្ឋមន្ត្រីថ្ងៃនេះសំដាច់បើកជាផ្លូវការថ្ងៃនេះសម្ដេចមហាបវរធិបតីបើកឲ្យប្រើប្រាស់ឲ្យប្រើផ្លូវថ្មីអង្គជនប្រុសស្រីបានជាប្រយោជន៍ខេត្តកំពង់ចាមផ្លូវមានច្រើនខ្សែស្ពានឆ្លងទន្លេវែងខ្លីធំតូចផ្លូវជាតិលេខ7ទើបសាងសង់រួចគំនិតផ្ដើមផ្ដួចសម្ដេចនាយករដ្ឋមន្ត្រី